បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានតាក់ទងទៅនឹងអាកាសធាតុគឺកម្ពុជានឹងរងឥទ្ធិពលព្យុះចំនួន2ដំណើរគ្នាដែលអាចធ្លាក់ភ្លៀងជាមួយនឹងខ្យល់បត្រាក់ចន្លោះពី30ទៅ40%ឯណោះសម្ពាធទាបដែលកើតមានលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី8ឈ្មោះ Higo T2608 បើតាមការផ្សាយរបស់ក្រសួងធនធានទឹកនៅថ្ងៃទី23ខែមិថុនានេះក្រសួងបានបញ្ជាក់ថាកន្លងផ្លូវដែករបស់ព្យុះទី8នេះគឺស្របនឹងព្យុះទី7ឈ្មោះថាមេខាឡាហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរដីដែលបក់ទៅលើឈូងសមុទ្របេងហ្គោសមុទ្រអាន់ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើដីកម្ពុជាដោយសារតែរងឥទ្ធិពលព្យុះទាំងពីរនេះចាប់ពីថ្ងៃទី23ដល់ថ្ងៃទី29ខែមិថុនាស្ថានភាពនៅតំបន់វាលទំនាបដែលមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចនឹងមានខ្យល់ធ្លាក់ជាមួយនឹងខ្យល់កត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដីប្រមាណជា 40% ចំណែកឯតំបន់ខ្ពង់រាបដែលមានខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របលើផ្ទៃដីប្រមាណ 30% តំបន់មាត់សមុទ្រដែលមានខេត្តកោះកុងប្រស័យហនុកំពតកែបនិងជួរភ្នំបូកគោវិញអាចមានភ្លៀងធ្លាក់ជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 40% រីឯរលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.75 ម៉ែត្រនេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងអូតូនិយមដែលបន្តអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបាតុភូតភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកបាទពីខ្ញុំបាទក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា